ស្លឹកទឹកដោះនិងស្លឹកត្របែកថ្នាំព្យាបាលជំងឺក្រពះពោះវៀននិងរលាកពោះវៀនធំសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាបែបនេះឧស្សាហ៍ចុកឆ្អល់ក្នុងពោះរលាកពោះវៀនធំសូមទៅរកស្លឹកទឹកដោះនិងស្លឹកត្របែកយកមកដាំទឹកហូបរបៀបប្រើប្រាស់ពុកម៉ែបងប្អូនគ្រាន់តែបេះស្លឹកទឹកដោះចំនួន12ស្លឹកមិនថាខ្ចីមិនថាចាស់ទេបេះស្លឹកត្របែកចំនួន12ស្លឹកមិនថាខ្ចីមិនថាចាស់ទេបន្ទាប់មកលាងទឹកឲ្យស្អាតហើយយកទៅហាលថ្ងៃស្ងួតរួចហើយបងប្អូនយកទៅដាក់ដាំទឹកចំនួន2លីត្រដាំឲ្យពុះរងាស់15នាទីបងប្អូនយកមកហូបការហូបមិនកំណត់ទេបងប្អូនហូបមួយថ្ងៃប៉ុន្មានដងក៏មិនកំណត់ដែរឆុងហូបដូចតែជារៀងរាល់ព្រឹកធ្វើឲ្យឈ្ងុយផងហើយណាមួយបងប្អូនព្យាយាមហូបឲ្យបានរយៈពេលមួយសប្តាហ៍ឡើងទៅបញ្ហាជំងឺរលាកក្រពះពោះវៀនធំរបស់ពុកម៉ែបងប្អូននឹងចាប់ផ្ដើមបានស្បើមដងតិចហើយសូមបញ្ជាក់ផងដែរថាថ្នាំខ្មែរតតែព្យាយាមបានជាសូមអរគុណសូមជម្រាបលា